ក្រពើអ្នកថែរក្សាប្រាសាទដ៏បរិសុទ្ធតាំងពីយូរយារណាស់មកហើយនៅក្នុងព្រៃបុរាណដ៏ខៀវស្រងាត់នៃប្រទេសកម្ពុជាដើមឈើបានខ្សឹបប្រាប់រឿងព្រេងអំពីប្រាសាទអាថ៌កំបាំងដែលការពារដោយព្រលឹងក្រពើដ៏ខ្លាំងពូកែនៅក្នុងព្រៃជ្រៅប្រាសាទដ៏ពិសិដ្ឋគ្រប់ដណ្ដប់ដោយស្លែនិងព្រៃឈើដោយមានចម្លាក់អាថ៌កំបាំងបញ្ចេញពន្លឺដោយមន្តអាគមបុរាណចេញពីស្រះដ៏ពិសិដ្ឋអ្នកថែរក្សាបានផុសឡើងដែលជាក្រពើយក្សដែលមានពណ៌មាសភ្នែកដ៏ឆ្លៀសវៃហើយវត្តមានរបស់ក្រពើនោះតែងតែនាំមកនូវភាពសុខសាន្តនៅក្នុងភូមិដ៏ឆ្ងាយមួយមានក្មេងប្រុសម្នាក់ដែលចង់ដឹងចង់ឃើញបានដើរចូលទៅក្នុងព្រៃដេញតាមមេអំបៅដោយមិនបានដឹងថាមានអ្វីកំពុងរង់ចាំគាត់ក្មេងប្រុសនោះបានជំពប់ដួលលើប្រាសាទដ៏បរិសុទ្ធស្របពេលនោះក្រពើមាសក៏លេចចេញមកហើយក្មេងប្រុសនោះគាត់មានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងនៅខាងក្នុងប្រាសាទមានថ្មគ្រីស្តាល់ភ្លឺចែងចាំងដែលជាបេះដូងនៃមន្តអាគមនៃព្រៃនោះដែលត្រូវបានការពារដោយសត្វក្រពើជាច្រើនសតវត្សមកហើយប៉ុន្តែមិនមែនអ្នកទាំងអស់គ្នាដែលបានមកសុទ្ធតែល្អទេមានអ្នកអាក្រក់បានចូលទៅក្នុងព្រៃរកកំណប់និងដើម្បីស្វែងរកអំណាចរបស់គ្រីស្តាល់ផងដែរស្របពេលនោះក្រពើបានមើលដោយដឹងថាគ្រោះថ្នាក់បានចូលទៅជិតប្រាសាទក្មេងនោះបានឮផែនការរបស់អ្នកបបាញ់ហើយក៏ប្រញាប់ត្រឡប់ទៅរកអ្នកថែរក្សាប្រាសាទដើម្បីព្រមានដល់ពួកគេពេលនោះក្រពើស្រែកហៅព្រលឹងនៃព្រៃដើមឈើទាំងឡាយរង្គើហើយខ្យល់បក់ភ្លឺដោយមន្តអាគមពួកព្រានបានមកដល់ប្រាសាទក្នុងក្រសែភ្នែកពោពេញដោយភាពលោភលន់ហើយត្រៀមខ្លួនដើម្បីលួចថ្មគ្រីស្តាល់ដោយសំឡេងក្រហមពេលនោះក្រពើលោតទៅមុខបញ្ចេញពន្លឺដោយថាមពលពណ៌មាសដើម្បីការពារគ្រីស្តាល់ដោយអស់ពីកម្លាំងកាយក្មេងប្រុសនោះបានគប់ដុំថ្មយ៉ាងក្លាហានហើយស្រែកប្រាប់អ្នកប្រមាញ់ឲ្យពួកគេចេញពីទីនោះទៅពួកអ្នកប្រមាញ់ទាំងនោះត្រូវបានមែកឈើនិងវោទាញដៃនឹងជើងហើយមានសត្វហើរមកប្រដេញផងដែរពេលដែលពួកអ្នកប្រមាញ់ចេញបាត់ទៅព្រៃឈើក៏បានស្ងប់ស្ងាត់វិញហើយអ្នកការពារប្រាសាទក៏ត្រឡប់ទៅស្រះដ៏ពិសិដ្ឋវិញទៅក្រពើមាសបានថ្លែងអំណរគុណដល់ក្មេងប្រុសដោយជូនផ្កាដ៏ភ្លឺមួយដល់គាត់ជាសញ្ញានៃភាពក្លាហាននិងមិត្តភាពក្មេងប្រុសនោះត្រឡប់ទៅផ្ទះវិញដោយកាន់ផ្កាដ៏ភ្លឺចែងចាំងពោពេញទៅដោយសេចក្តីត្រេកអរនិងរឿងដែលត្រូវចែករំលែកដល់អ្នកភូមិពេលត្រឡប់មកភូមិវិញចាស់ព្រឹទ្ធាចារ្យនិងក្មេងៗបានប្រមូលផ្ដុំគ្នាស្ដាប់រឿងក្មេងប្រុសអំពីប្រាសាទដ៏ពិសិដ្ឋនិងក្រពើមាសចាប់ពីថ្ងៃនោះមករឿងរបស់អ្នកការពារក្រពើមាសត្រូវបានបន្សល់ទុកជារៀងរហូតមកហើយនៅក្នុងព្រៃជ្រៅនោះក្រពើមាសនៅតែមើលថែរក្សាថ្មគ្រីស្តាល់ហើយក៏រង់ចាំអ្នកដែលមានចិត្តបរិសុទ្ធផងដែរដូច្នេះហើយនៅពេលដែលព្រះអាទិត្យរះចំពីលើព្រៃបុរាណប្រាសាទដ៏បរិសុទ្ធបានភ្លឺឡើងម្ដងទៀតជាពន្លឺដែលមិនចេះចប់នៃមន្តអាគមសូមអរគុណ